ជំរាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីបងប្អូនសិស្សសានុសិស្សជាទីស្រឡាញ់សូមស្វាគមន៍មកកាន់កម្មវិធីស្ពានចំណេះរបស់ស្ថានីយ៍ផ្សព្វផ្សាយអប់រំ EBC អ្នកគ្រូឈ្មោះឆយសុកណានបង្រៀនមុខវិជ្ជាគីមីវិទ្យាថ្នាក់ទី7វិលមកជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងមេរៀនទី1ដែលយើងសិក្សាអំពីបំលែងភាពរូបនៃរូបធាតុនៅក្នុងមេរៀននេះអ្នកគ្រូបានលើកយកខ្លឹមសារមួយចំនួនមកបង្ហាញបងប្អូនទាំងអស់គ្នាចង់ដឹងថាតើខ្លឹមសារទាំងនោះមានអត្ថន័យយ៉ាងណាយើងទៅតាមដានអំពីការបង្រៀនជាមួយអ្នកគ្រូទាំងអស់គ្នាចាស់បងប្អូនទាំងអស់គ្នាយើងជួបគ្នាម្ដងទៀតហើយនៅក្នុងមេរៀនទី1របស់យើងដែលយើងសិក្សាអំពីការបំលែងភាពរូបរបស់រូបធាតុចឹងនៅក្នុងមេរៀនទី1នេះអ្នកគ្រូលើកយកចំណុចមួយចំនួនដែលយើងបន្តពីខ្លឹមសារទី1របស់យើងជាបន្តទៀតដែលយើងចូលទៅដល់ខ្លឹមសារសំខាន់ចំនួន4អ្នកគ្រូដាក់ថា 1.3 អញ្ចឹងមានន័យថាយើងបន្តអំពីខ្លឹមសាររបស់យើងកាលពីខ្លឹមសារមុនដែលចំណុចដែលអ្នកគ្រូនឹងលើកយកមកបង្ហាញបងប្អូនទាំងអស់គ្នានៅពេលនេះគឺមានយើងសិក្សាអំពីចំណុចរំពុះឬក៏យើងដាក់ថារំពុះតើបានទេទាំងអស់គ្នានិងចំណុចសំខាន់បន្តទៀតគឺកំណរញើសចឹងកំណរញើសអ្នកគ្រូជឿថាបងប្អូនទាំងអស់គ្នាធ្លាប់ជួបហើយក៏បានស្គាល់ខ្លះដែរតែបងប្អូនមួយចំនួនទៀតអូនអត់បានស្គាល់ទេអញ្ចឹងដើម្បីឲ្យបងប្អូនទាំងអស់គ្នាលំអិតណាតិចទៀតយើងនឹងជួបគ្នានៅក្នុងខ្លឹមសារទាំងអស់ហ្នឹងហើយចំណុចបន្តទៀតគឺយើងនិយាយអំពីរំហាលចំណុចចុងក្រោយគេគឺនិយាយអំពីរំហួតអញ្ចឹងចំណុចទាំងអស់នេះបងប្អូនទាំងអស់គ្នាជួបច្រើនខ្លាំងមែនទែនប៉ុន្តែយើងអត់ដឹងទេថាតើអ្វីដែលយើងធ្លាប់ជួបនឹងវាស្ថិតនៅក្នុងមួយណាតន់បានទេទាំងចំណុចរំពុះកំណរញើសរំហួតឬក៏រំហាលអីទាំងអស់ហ្នឹងយើងអត់ដឹងទេថាអ្វីដែលយើងជួបហ្នឹងវាស្ថិតនៅក្នុងទាំង4ទាំង5ហ្នឹងឬក៏បងប្អូនទាំងអស់គ្នាអូនបានស្គាល់ចំនួន2រួចមកហើយតកតងជាមួយនឹងកំណកនិងការរលាយអញ្ចឹងយើងស្គាល់ចំណុចទាំងអស់ហ្នឹងច្បាស់ហើយតើណាប៉ុន្តែចំណុចនេះគឺថ្មីសម្រាប់បងប្អូនទាំងអស់គ្នាហើយអញ្ចឹងត្រូវតាមអ្នកគ្រូឲ្យតន់ប្រសិនបើបងប្អូនមិនតន់ត្រង់កន្លែងណាបងប្អូនអាចសួរបានឬក៏បងប្អូនទាំងអស់គ្នា stop វីដេអូអ្នកគ្រូសិនហើយមើលម្ដងទៀតតន់បានទេប៉ុណ្ណឹងអញ្ចឹងប្រសិនបើយើងមើលអំពីចំណុចទី1តកតងជាមួយនឹងការបំលែងភាពរូបរបស់រូបធាតុពីភាពរូបមួយទៅភាពរូបមួយផ្សេងទៀតអញ្ចឹងយើងដឹងហើយមានន័យថាវាបំលែងអំពីអាចថាពីភាពរូបរឹងទៅជាភាពរូបរាវអាចពីភាពរូបរាវទៅជាភាពរូបរឹងវិញឬក៏អាចពីភាពរូបរឹងទៅជាឧស្ម័នឬក៏ជាចំហាយតែម្ដងក៏មានដែរតន់បានទេអញ្ចឹងយើងទៅមើលអំពីចំណុចបន្ទាប់តិចទៀតដែលជាគោលបំណងនៃមេរៀនរបស់យើងអញ្ចឹងនៅក្នុងមេរៀនទី1របស់យើងអ្នកគ្រូមានគោលបំណងចំនួន2ដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាទី1អ្វីដែលអ្នកគ្រូរំពឹងចង់បានពីបងប្អូនទាំងអស់គ្នានោះគឺឲ្យបងប្អូនទាំងអស់គ្នានឹងអាចពិពណ៌នាបានបន្ទាប់ពីយើងចាប់ខ្លឹមសារហ្នឹងគឺពិពណ៌នាបានអំពីការបំលែងភាពរូបឬក៏កត្តានៃបំលែងភាពរូបពីភាពរូបមួយទៅភាពរូបមួយទៀតហ្នឹងបានត្រឹមត្រូវពីព្រោះអីទាំងអស់គ្នាហេតុអីបានអ្នកគ្រូរំពឹងទុកបែបហ្នឹងពីព្រោះទាំងអស់ហ្នឹងគឺបងប្អូនទាំងអស់គ្នាជួបជាប្រចាំតែម្ដងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃហើយមិនត្រឹមតែប៉ុណ្្នឹងទេបងប្អូននឹងអាចឲ្យនិយមន័យប្រតិកម្មបានត្រឹមត្រូវទៀតតន់បានទេប៉ុណ្្នឹងអញ្ចឹងប្រសិនបើយើងក៏លេខមកមើលពីគោលបំណងណាយើងដឹងហើយថាអ្នកគ្រូចង់បានអីអញ្ចឹងយើងចូលទៅដល់ខ្លឹមសាររបស់យើងតែម្ដងបើយើងនិយាយអំពីខ្លឹមសារមេរៀនរបស់យើងអ្នកគ្រូមិនទាន់ចូលខ្លឹមសារមេរៀនសំខាន់របស់យើងដែលជាចំណុច 1.3 តែម្ដងទេអ្នកគ្រូនឹងលើកយករូបភាពមួយមកបង្ហាញបងប្អូនទាំងអស់គ្នាតកតងជាមួយនឹងការបំលែងភាពរូបអញ្ចឹងមានចាំទេបងប្អូនទាំងអស់គ្នាថាតើការបំលែងភាពរូបនេះវាអាចស្ថិតនៅក្នុងភាពរូបប្រមាណយ៉ាងហើយបងប្អូនទាំងអស់គ្នាធ្លាប់ជួបដែរឬអត់ហើយការបំលែងបែបហ្នឹងយើងឲ្យឈ្មោះថាជាអ្វីអញ្ចឹងយើងរៀនបាន2ចំណុចហើយណោះទី1អ្នកគ្រូរំលឹកឡើងវិញគឺការរលាយនិងកំណកឬក៏យើងឲ្យឈ្មោះថាម៉េចចំណុចកំណកនិងចំណុចរលាយអញ្ចឹងពីរហ្នឹងយើងហៅមួយណាក៏បានដែរតើបានទេប៉ុណ្ណឹងប្រសិនបើយើងក្រឡេកមកមើលរូបភាពទី1ណាយើងឃើញថាជាដុំទឹកកកត្រូវទេទាំងអស់គ្នាបន្ទាប់ពីនៅពេលដែលដុំទឹកកកនឹងរលាយដោយការដាក់វានៅហាលក្តៅឬក៏ដាក់ចោលនៅហាលក្តៅមកស្ទុះទៅឬក៏យើងដុតកម្ដៅវាយើងនឹងឃើញថាទឹកកកនឹងវាចាប់ផ្ដើមរលាយคล้ายទៅជាទឹករាវអ
ចឹងការប្រែប្រួលពីអង្គធាតុរឹងឬក៏ប្រែប្រួលពីភាពរូបរឹងមកជាភាពរូបរាវបែបនេះមានចាំមេអូនថាគេហៅវាថាអីតនបានទេចាគឺការរលាយយល់បានណាប៉ុណ្ណឹងបន្ទាប់មកទៀតភាពរូបរាវហ្នឹងវាបានបំលែងទៅជាភាពរូបមួយផ្សេងទៀតណាតាមរយៈនៅពេលដែលអ្នកគ្រូយកទឹករាវធម្មតាហ្នឹងមកដាំវាឲ្យពុះអញ្ចឹងនៅពេលដែលអ្នកគ្រូយកវាទៅដាំឲ្យពុះនៅសីតុណ្ហភាព100អង្សាទឹកហ្នឹងនឹងคลายទៅជាចំហាយឬក៏យើងឲ្យឈ្មោះថាឧស្ម័នហើយតន់បានទេប៉ុណ្ណឹងហើយបញ្ជាក់ឡើងវិញទាំងអស់គ្នាត្រូវចាំថាទឹកពុះនៅសីតុណ្ហភាព100អង្សាយល់បានណាឡើងហ្នឹងអញ្ចឹងតន់ទាំងអស់គ្នាហើយពីព្រោះអីអ្នកគ្រូបញ្យល់ហើយម្ដងឯកាលពីដើមមេរៀនរបស់យើងណាអញ្ចឹងនេះគ្រាន់តែអ្នកគ្រូរំលឹកមកវិញទេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាចងចាំត្រឡប់មកវិញអំពីមេរៀនរបស់យើងហើយនេះក៏ជាភាពរូបទាំង3របស់ទឹកដែរណាភាពរូបទាំង3របស់ទឹកមានន័យថាទឹកក្នុងភាពជាអង្គធាតុរឹងគឺទឹកកកហ្នឹងឯងទឹកក្នុងភាពជាអង្គធាតុរាវគឺទឹកធម្មតារបស់យើងហ្នឹងឯងទឹកនៅក្នុងភាពរូបជាឧស្ម័នគឺនៅពេលដែលយើងដាំទឹកឲ្យពុះទៅវានឹងคลายទៅជាចំហាយដែលចំហាយពណ៌សនេះចឹងបងប្អូនទាំងអស់គ្នាអាចហាងពិបាកមើលតិចព្រោះមើលអត់សូវឃើញទេព្រោះចំហាយរបស់វាពណ៌សតន់បានទេប៉ុណ្ណឹងចឹងភាពរូបទាំង3របស់ទឹកគឺមានរឹងរាវនិងឧស្ម័នហ្នឹងឯងចឹងយល់បានណាទាំងអស់គ្នាបើយល់ហើយអ្នកគ្រូសុំទៅមុខបន្តិចទៀតណោះអញ្ចឹងយើងមកមើលអំពី molecule នេះអ្នកគ្រូជឿថាបងប្អូនទាំងអស់គ្នាយល់បានទាំងអស់គ្នាហើយអ្វីដែលអ្នកគ្រូចង់ឲ្យប្រៀបធៀបនោះគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាដឹងថាចំពោះ molecule របស់ឧស្ម័នវាខុសពី molecule របស់អង្គធាតុរឹងនិងអង្គធាតុរាវដាច់តែម្ដងប្រសិនបើយើងមើលណា molecule របស់វាមានចលនាឥតសណ្ដាប់ធ្នាប់ទេមានន័យថាវាមានចលនាឥតឈប់ឈរតែម្ដងតើបានទេបើយើងប្រៀបធៀបមួយ molecule អង្គធាតុរឹងគឺវាតម្រៀបមិនបានល្អទេអញ្ចឹងហើយ molecule របស់វាគឺមានចលនាផ្លាស់ទីបានលឿនខ្លាំងមែនទែនខុសពីអង្គធាតុរឹងនិងអង្គធាតុរាវតន់បានទេប៉ុណ្ណឹងអញ្ចឹងយល់ទាំងអស់គ្នាហើយអញ្ចឹងអ្នកគ្រូសុំទៅចំណុចបន្តតិចទៀតដែលយើងនិយាយអំពីចំណុច 1.3 ជាចំណុចបន្តនៃខ្លឹមសារមេរៀនរបស់យើងអញ្ចឹងនៅក្នុងចំណុច 1.3 នេះគឺអ្នកគ្រូបង្ហាញអំពីចំណុចរំពុះឬក៏រំពុះអ្វីទៅជារំពុះអញ្ចឹងនៅពេលដែលគេនិយាយអំពីចំណុចរំពុះឬក៏រំពុះហ្នឹងគឺគេចង់សំដៅដល់ឬក៏គេចង់មានន័យថាជាលំនាំដែលភាពរូបរាវផ្លែងទៅជាឧស្ម័នឬក៏ភាពរូបរាវបដូរទៅជាឧស្ម័នអញ្ចឹងហើយបានជាគេហៅវាថារំពុះនឹងឯងតន់បានទេប៉ុណ្ណឹងហើយមិនត្រឹមតែប៉ុណ្ណឹងនៅពេលដែលយើងដុតកម្ដៅមានន័យថាយើងដុតកម្ដៅរូបធាតុរាវនឹងទៀតភាគល្អិតរបស់វាផ្លាស់ទីយ៉ាងឆាប់រហ័សកាលណាសីតុណ្ហភាពកើនឡើងអញ្ចឹងដោយអ្នកគ្រូបញ្ជាក់ឡើងវិញមុននឹងដែរនៅពេលដែលទឹកធម្មតារបស់យើងដុតកម្ដៅទៅវាពុះនៅសីតុណ្ហភាព100អង្សាអញ្ចឹងវាคลายទៅជាឧស្ម័នហើយវាផ្លែងទៅជាឧស្ម័នហើយចំណុចនេះឯងយើងឲ្យឈ្មោះថារំពុះតន់បានទេប៉ុណ្ណឹងអញ្ចឹងយើងទៅមើលចំណុចបន្តតិចទៀតបើសិនបើបងប្អូនកន្លែងមកមើលរូបភាពដែលអ្នកគ្រូបង្ហាញបងប្អូនណាយើងឃើញថាអ្នកគ្រូមានទឹកមួយកែវទឹកមួយកែវនោះជាទឹកធម្មតាទេប៉ុន្តែនៅពេលដែលអ្នកគ្រូដុតកម្ដៅទឹកមួយកែវហ្នឹងយកវាទៅដាំឲ្យពុះនៅសីតុណ្ហភាព100អង្សាណាទឹកកំពុងពុះហ្នឹងទាំងអស់គ្នានឹងឃើញចំហាយចេញមកពីលើផ្ទៃទឹកហ្នឹងអញ្ចឹងចំហាយដែលចេញពីលើផ្ទៃទឹកនេះឯងណាវាកើតឡើងដោយសារតែការដុតកម្ដៅអញ្ចឹងការដុតកម្ដៅហ្នឹងហើយយើងឲ្យឈ្មោះថារំពុះតន់បានទេប៉ុណ្ណឹងអញ្ចឹងសំណួរសួរថាហេតុអីបានជាពីដើមមកអ្នកគ្រូនិយាយថាយើងជួបជាប្រចាំមែនតើយើងជួបជាប្រចាំប៉ុន្តែយើងអត់ដឹងថានឹងគេឲ្យឈ្មោះថារំពុះទេលំនាំនឹងវាកើតឡើងយ៉ាងម៉េចតើបានទេប៉ុណ្ណឹងបញ្ជាក់ឡើងវិញណាទាំងអស់គ្នារំពុះគឺមានន័យថាពីភាពរូបមួយដែលជាភាពរូបរាវហ្នឹងនៅពេលដែលវាត្រូវកម្ដៅវាផ្លែងទៅជាឧស្ម័នវិញតើបានណាអញ្ចឹងអ្នកគ្រូសុំទៅចំណុចបន្ទាប់របស់យើងតិចទៀតដែលទាំងអស់គ្នាត្រូវចងចាំតែម្ដងណាដែលអ្នកគ្រូដាក់ថាចំណាំអញ្ចឹងនៅសីតុណ្ហភាពឬក៏សីតុណ្ហភាពនៅពេលដែលវត្ថុរាវពុះយើងឲ្យឈ្មោះថាចំណុចរំពុះតន់បានទេយើងឲ្យឈ្មោះថារំពុះក៏បានឬក៏ចំណុចរំពុះក៏បានពីរហ្នឹងបងប្អូនទាំងអស់គ្នាហៅមួយណាក៏អ្នកគ្រូឲ្យត្រូវដែរតន់បានទេប៉ុណ្ណឹងចឹងយល់ណាចឹងអីដែលទាំងអស់គ្នាត្រូវចាំបើសិនបើយើងអត់ដឹងថាអូអ្នកគ្រូរំពុះខ្ញុំអត់ចាំទេខ្ញុំអត់ដឹងថាមិនអីព្រោះវាមានច្រើនណាចឹងខ្ញុំចាំមិនអស់ទេចឹងបងប្អូនគ្រាន់តែដឹងថានៅពេលដែលទឹកពុះហ្នឹងហើយយើងឲ្យឈ្មោះថាចំណុចរំពុះ
ตอนมาเนี่ยปนหนังจังโยลต่างออกเนี้ยยังจำใครจังเตอจังยังอัดเมียนไอปะบะเตจังเนี่ยครูซ้ำเตอจำนวนประตอบมวยเตี้ยได้ยังในใหญ่อมปีจำนวนรวมปูระบาดเทียดมวยจำนวนใบมาดองจังบัดสั้นใบยังเมื่อลำปีจำนวนรวมปูระบาดสมาธิมวยจำนวนหรือก่อรูปเทียดมวยจำนวนปนหนึ่งออกเนี่ยครับก็ดังหาวใหญ่ปนได้มวยจำนวนเตี้ยโอนไอพลิกหรือก่ออัดตอนไอจังเตอรูปประเทศมวยจำนวนเนี่ยคูที่ห่อโดยจีออกซิเจนจีอุสมันได้ตรงจำแหกบ่อยเยอะนั้นหรือก็อุสมันดอกดังหางเกหาอย่างเคล้ยนะจังเกปราชานเหมือนแต่ในขนมเหมือนตีเป็ดหรือก็ในขนมวิจิตรศาสตร์ไอ้หนึ่งจังสายตาหนับเพียบรวมปูเอาไว้คือเวปูในสายตาหนับเพียบดอกมา180 ใบองศาจำนายไอรูปประเทศเซนตีโดยจีตักต่างอักนี้จำนายรวมปูเอาไว้คือมา100 องศาตอนมาเนี่ยปันหนังจำนายไออากอลจำนายรวมปูเอาไว้คือ78 ใบองศาจังถึงอักนี้ดังอัมปีจำนวนรวมปูบอเวหายยืนกลมชงาท่าหาได้เหมือนเกดังท่าตักปูในสายตาหนับเพียบปนนาให้อากอลปูในสายตาหนับเพียบปนนาตอนบานในโอนจังบ่ตอนหายยืนแต่เมื่ออัมปีรูปประเทศมวยจำนวนเตียดหรือก็จำนวนประตอบมวยเตียดได้ยืนในใหญ่อัมปีกำนอเยอะหรือก็กำนอจีเยอะได้ยังโจตัดได้จำนวนมวยจดบวนบ่ยืนจังนับไปได้แก่ในใหญ่อัมปีกำนอจีเยอะหรือก็กำนอเยอะนั้นแต่อักนี้คือเกจังสำดาวแต่ดาวลมนวมมวยได้อุสมันนั่งไปพลายไปเพียบรูปอุสมันนั่งเตยจีเพียบรูปเรียวจังยังเอาชมุท่ากำนอเยอะตากำนอเยอะนั่งไงยังการเมียนเนเปน่ะจังกำนอจีเยอะนั่งไปการเมียนเนเปตักได้กำพงปุจังเนเปได้ตักปุยังสังเกตเคยดำเนาะตักเนี่ยวิพลายเตยจีดำเนาะตักโตจังเนเปได้วิพลายเตยจีดำเนาะตักโตแบบนี้วิจับดามเจ้าแต่เจนติ่งดองยังบานเตยจีตึกเรียวทอมมาโยลบานได้ปนหนึ่งจังยังตะเมื่อลำปีรูปเพียบมวยจนวนได้ในขบงหางดังอักนี่จังเนเป้ได้เพียบรูปอุสมันเนี่ยวิจับดามเจ้าแต่เจไม่ในท่ากำน้อยชิเนอเจทอมมาเนเป้ได้ในคนใหญ่จังปนอันยัดโยเลปนตายยังเมื่อรูปเพียบนั่งถึงอักนี่จังเจทอมเนเป้ได้ปนถึงอักนี่ดามตักปูในสายตาเพียบ100 องศาแต่ก็ถึงอักนี้จังยังหนังเคยมีจำหายใจมาตามหมดกับซิลเนี่ยจังจำหายใจตามหมดกับซิลนั่งเนไปเดี๋ยวปนยกกระเจาะมาเอาป้านั่งจำหายอุสมันนั่งนะประตบมาติดยังเคยทำมวยเนตีหรือกับปีเนตีกลายมานะหรือก็อย่าไปกับหล่อหัวเตอร์นามวยนะยังหนังเคยจำหายนึกไปคลายเตยเจ็ดดำเนาะตักโต้ทะเลมากราวจังเนไปได้ดำเนาะตักโต้ทะเลมากราวนึกไปคลายเตยจิตตักทอมมาดาวิญตอนมาเนี่ยนังหายังเอาชุมท่ากำนอนเยอะโยลบานนี่แหละหนึ่งหรือก็ต่างอักเนี่ยได้จูบสกัดมาเพียบแบบนึงเต้เนไปได้ต่างอักเนี่ยดำใบหรือก็เฟิร์มโฮมกลมรบชนะบอกปนต่างอักเนี่ยเนไปได้ยังกรอบนึงยังเคยมีตักดำเนาะตักโต้เนื้อเลิกกลมรบชนะหนึ่งตอนมาเนี่ยจังเนไปได้เวียนมีดำเนาะตักโต้นั่นเลิกกลมรบชนะหนึ่งหายังเอาชุมท่ากำนอนเยอะจังเนไปได้ยังเลิกกลมรบชนะหนึ่งมาปะโฮตักนั่งคลายจิตตักทอมมาดาวิอัดกระดาวิอัดไอเตวิใส่ตาหนับเพียบวิทอมมาดาตอนมาเนี่ยปนหนังจังโยลต่างอักนี้นะกำนอนเยอะคือมีในแท้จีรูปประเทศได้เพียบรูปเจียวสมันพลายเตยจีอังประเทศเดียวตอนมานั้นนะปนหนังโยลต่างอักนี้หายจังเนี่ยเขาสมเตยจำนวนบรรทบติดยังโจตัดได้จำนวนมวยจดปรามวันมาดองจังเนี่ยเขาเห็นเลือนติดหายปีโปรไอเนี่ยเขาเชื่อแท้ปนต่างอักนี้จูบเจียวประจำหายจังประสันแบบปนจูบเบียหยกหยอบแบบนั้นเนี่ยคุณใจแต่ปันนั้นปนหนึ่งอักเนี่ยอาจจะตัวหยอบแบบไหนตอนนี้จังยังโจตัดได้จำนวนมวยจดปรามในยังใหญ่อัมปีรุมหาสำนึกสุธาตาไว้ตั้งเชียรุมหาประสันแบบปนกันเล็กเมื่อเปียแทรุมหาไม่ในแทวิหาเถอะจังนับไปได้ไปหาแบบนั้นอ่ะยังเอาชมูแท้คือเชียลมนัวมุ้ยได้เพียบรูปรังพลายเตยเชียอุสมันนะเชียลมนัวมุ้ยได้เพียบรูปรังพลายเตยเชียอุสมันปนใต้ต่างอักเนี่ยเถอะจำแท้เวียมันฉลองกัดเพียบเรียวเลยโดยฉะนั้นให้เติมเกี่ยวเอาชมูแท้รุมหาแบบนั้นจังประสันบอกว่ามันฉลองกัดเพียบเรียวเนี่ยวิมีนไอเกคลาดได้วิมันฉลองกัดเพียบเรียวให้วิอาจคลายเตยจิ๋วสมันบานจังยังแต่เมื่อท่าตาเนเปได้ยังดดกับดาวหรือก็รูปประเทศได้วิมันฉลองกัดเพียบเรียวนั่งมีนไอเกคลาจังเนี่ยเขามีนอุติฮอมวยดำใบประหารปนแต่ก็เนี้ยแต่ต้องมวยรุมหาอุติฮอท่าประสันบอกเกดดแครมอีโยด
វានឹងផ្លាញទៅជាចំហាយភ្លាមតែម្ដងនៅពេលដែលវាត្រូវកម្ដៅហើយចំហាយដែលវាភាយចេញហ្នឹងគឺចំហាយពណ៌ស្វាយដូចជារូបភាពដែលអ្នកគ្រូបង្ហាញនេះអញ្ចឹងក្រាមអ៊ីយ៉ូតជាធម្មតាណាគឺវាជាអង្គធាតុរឹងហើយអញ្ចឹងនៅពេលដែលអ្នកគ្រូចាប់ផ្ដើមដុតកម្ដៅវាក្រាមអ៊ីយ៉ូតហ្នឹងនឹងចាប់ផ្ដើមរំហើរមានន័យថាវាហើរคล้ายទៅជាឧស្ម័នដោយវាមិនឆ្លងកាត់ភាពរាវទេទាំងអស់គ្នាត្រូវចាំថាឧស្ម័នរបស់អ៊ីយ៉ូតដែលយើងទទួលបានពីការដុតកម្ដៅហ្នឹងគឺមានពណ៌ស្វាយតើបានទេអូនឡើយហ្នឹងនេះហើយយើងឲ្យឈ្មោះថារំហើរយល់បានណាទាំងអស់គ្នាអញ្ចឹងសម្រាប់ចំណុច 1.5 នេះបងប្អូនទាំងអស់គ្នាមានចម្ងល់ត្រង់ណាទេបើសិនបើបងប្អូនអត់មានចម្ងល់ត្រង់ណាទេយើងទៅមើលអំពីចំណុចបន្ទាប់បន្តិចទៀតជាមួយអ្នកគ្រូណានៅពេលដែលគេនិយាយអំពីរំហើរណាឬក៏ចំណុចរំហើរបងប្អូនបានស្គាល់ហើយអញ្ចឹងយើងមកមើលអំពីចំណុចតូចមួយទៀតដែលគេនិយាយអំពីរំហួតវិញម្ដងអញ្ចឹងនៅពេលដែលគេនិយាយអំពីរំហួតគឺមានន័យថាគេសំដៅទៅដល់លំនាំមួយណាទាំងអស់គ្នាដែលភាពរូបរាវនេះផ្លែងទៅជាឧស្ម័នណាភាពរូបរាវផ្លែងទៅជាឧស្ម័នអញ្ចឹងយើងឲ្យឈ្មោះថារំហួតប៉ុន្តែទាំងអស់គ្នាត្រូវចាំថានៅចំពោះមុខរំពុះមានន័យថាសារធាតុហ្នឹងវាអត់យើងអត់បាច់ដាំទឹកឧទាហរណ៍ថាទឹកពុះមិននៅសីតុណ្ហភាព100ទៅទេទាំងអស់គ្នាប៉ុន្តែរំហើរនេះយើងមិនចាំបាច់យកវាទៅដាំឲ្យពុះនៅសីតុណ្ហភាព100ទេយើងគ្រាន់តែយកទឹកធម្មតាយកទៅដាក់ហាលក្តៅទៅយើងនឹងឃើញទឹកហ្នឹងចាប់ផ្ដើមហាលអស់បន្តិចម្ដងតន់បានទេមានន័យថាអង្គធាតុរាវវាផ្លែងទៅជាឧស្ម័នយល់បានទេកន្លែងហ្នឹងអញ្ចឹងតិចទៀតអ្នកគ្រូនឹងបង្ហាញរូបភាពឲ្យបងប្អូនទាំងអស់គ្នាកាន់តែលម្អិតអីអញ្ចឹងដំណើរការបែបហ្នឹងយើងឲ្យឈ្មោះថារំហួតឧទាហរណ៍ដូចជាទាំងអស់គ្នាយកសម្លៀកបំពាក់ទៅហាលអញ្ចឹងជាធម្មតាសម្លៀកបំពាក់របស់យើងមិនមានជាតិទឹកទេនៅពេលដែលយើងបោកភ្លាមណាយើងគក់ភ្លាមហ្នឹងសម្លៀកបំពាក់របស់យើងមិនមានទឹកអញ្ចឹងនៅពេលដែលយើងហាលយូរទៅសម្លៀកបំពាក់របស់យើងហ្នឹងវានឹងស្ងួតអីអញ្ចឹងលំនាំបែបហ្នឹងហើយយើងឲ្យឈ្មោះថារំហួតយល់បានទេប៉ុណ្ណឹងអញ្ចឹងបើសិនបើយើងក្រឡេកមកមើលអ្វីដែលអ្នកគ្រូបង្ហាញណាទី1អ្នកគ្រូបង្ហាញអំពីចានមួយដែលគេដាក់ទឹកឲ្យគេទុកចោលនៅហាលក្តៅហ្នឹងទុកចោលក្នុងរយៈពេលយូរណាមួយទៅយើងឃើញទឹកហ្នឹងវាចាប់ផ្ដើមហួតអស់បន្តិចម្ដងឯងអញ្ចឹងនៅពេលដែលវាហួតហ្នឹងហើយគេឲ្យឈ្មោះថាលំនាំនៃរំហួតតន់បានទេបន្តមកទៀតបើសិនបងប្អូនមិនតន់ជ្រាបច្បាស់ទេយើងមកមើលអំពីវដ្តទឹកវិញម្ដងនៅពេលដែលគេនិយាយអំពីដំណើរការនៃការវិវត្តរបស់ទឹកហេតុអីបានជាមានទឹកហេតុអីបានជាមានពពកហេតុអីបានជាមានទឹកភ្លៀងទាំងអស់គ្នានៅពេលដែលនៅសីតុណ្ហភាពណាមួយណាពន្លឺព្រះអាទិត្យវាមិនចាំងមកប៉ះនឹងផ្ទៃទឹកអញ្ចឹងវាធ្វើឲ្យផ្ទៃទឹកហ្នឹងវាចាប់ផ្ដើមហួតមានន័យថាវាคล้ายទៅជាចំហាយហើយវាហោះឡើងទៅលើបរិយាកាសអញ្ចឹងនៅពេលដែលចំហាយទាំងអស់ហ្នឹងវាចាប់ផ្ដើមប្រមូលផ្ដុំគ្នាវានឹងคล้ายទៅជាពពកនៅពេលដែលពពកហ្នឹងចាប់ផ្ដើមប្រមូលផ្ដុំគ្នាច្រើនទៅវានឹងคล้ายទៅជាទឹកភ្លៀងដែលវាធ្លាក់ចូលមកក្នុងទឹកស្ទឹងឬក៏ទន្លេរបស់យើងជាបន្តទៀតអញ្ចឹងលំនាំបែបហ្នឹងហើយលំនាំដែលពន្លឺព្រះអាទិត្យចាំងមកប៉ះនឹងផ្ទៃទឹកហើយវាហួតទៅជាចំហាយបែបហ្នឹងណាដែលយើងឲ្យឈ្មោះថាដំណើរនៃរំហួតតន់បានទេទាំងអស់គ្នាអញ្ចឹងយល់ច្បាស់ណាទាំងអស់គ្នាអញ្ចឹងដំណើររំហួតហ្នឹងទាំងអស់គ្នាត្រូវចាំថាវាកើតឡើងតែចំពោះផ្ទៃនៃអង្គធាតុរាវតែប៉ុណ្ណោះយល់បានទេឡើងហ្នឹងចឹងអ្នកគ្រូបញ្ជាក់ម្ដងទៀតចំពោះដំណើរការរំហួតហ្នឹងវាគឺជាលំនាំដែលវាកើតមានឡើងតែចំពោះផ្នែកខាងលើនៃផ្ទៃរបស់អង្គធាតុរាវតែប៉ុណ្ណោះតន់បានទេអូនឡើងហ្នឹងអញ្ចឹងបើតន់ហើយអ្នកគ្រូសុំទៅចំណុចបន្ទាប់តិចទៀតណោះអញ្ចឹងចំណុចបន្ទាប់តិចទៀតហ្នឹងដូចអ្នកគ្រូបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងលំនាំបែបហ្នឹងយើងឲ្យឈ្មោះថារំហួតអញ្ចឹងយើងមើលហើយយើងដឹងហើយយើងកុំឆ្ងល់ថាតើពពកឬក៏ចំហាយទឹកហ្នឹងវាបានមកពីណាណោះហេតុអីបានជាទឹកកកคล้ายទៅជាចំហាយបានទឹកវាកคล้ายទៅជាចំហាយបានដោយសារតែមានវត្តមាននៃពន្លឺព្រះអាទិត្យហ្នឹងឯងតន់បានទេអូនដែលវាចាំងមកប៉ះជាមួយនឹងផ្ទៃទឹករបស់យើងអញ្ចឹងយើងទៅមើលជាមួយអ្នកគ្រូបន្តិចទៀតណោះតកតងជាមួយនឹងអនុវត្តអញ្ចឹងអ្នកគ្រូចង់ដឹងថាតើទាំងអស់គ្នាអូនបែងចែកបានច្បាស់ទេរវាងរំហួតរំហើរឬក៏ចំណុចកំណកការរលាយអីហ្នឹងអញ្ចឹងអ្នកគ្រូជឿថាបងប្អូនទាំងអស់គ្នាអូនស្ទាត់ហើយច្បាស់ហើយណោះអញ្ចឹងដើម្បីឲ្យដឹងកាន់តែលម្អិត
អ្នកគ្រូមានរូបភាពមួយចំនួនអមជាមួយនឹងសំណួរដូចគ្នាដែលសំណួរទី1របស់យើងគេឲ្យយើងដាក់ឈ្មោះឲ្យគេណាចូលដាក់ឈ្មោះលំនាំបំលែងភាពរូបនៃរូបធាតុខាងក្រោមអញ្ចឹងគេគ្រាន់តែឲ្យជារូបភាពមកយើងទេអញ្ចឹងសំណួរសួរថាតើយើងអាចដាក់ឈ្មោះឲ្យគេបានអត់បងប្អូនទាំងអស់គ្នាឃើញហើយរូបភាពទី1ណោះឬក៏រូបភាពកយើងឃើញមានគេដាំទឹកហើយមានគម្របកំសៀវអីហ្នឹងមកប៉ះជាមួយនឹងចំហាយទឹកហើយទឹកហ្នឹងធ្លាក់មកចូលទៅក្នុងកែវតើបានទេតើលំនាំបែបហ្នឹងយើងឲ្យឈ្មោះថាអីអាចបំពេញបានទេអូនឡើយហ្នឹងអញ្ចឹងលុះត្រាតែបងប្អូនទាំងអស់គ្នាដឹងថាតើលំនាំបែបហ្នឹងគេហៅថាអីទើបយើងអាចបំពេញបានអញ្ចឹងយើងមើលរូបភាពទី1គឺអ្នកគ្រូបំពេញពាក្យថាកំណកញើសអញ្ចឹងកំណកញើសហ្នឹងមានន័យថាជាលំនាំមួយដែលឧស្ម័នផ្លាញទៅជាអង្គធាតុរាវយល់បានណាឡើយហ្នឹងទី2ទាំងអស់គ្នាឃើញទេទឹកកំពុងពុះឬក៏បងប្អូនទាំងអស់គ្នាឃើញអីគេនេះនៅផ្ទៃខាងលើនៃទឹកនេះចំហាយសហ្នឹងយើងឲ្យឈ្មោះថាអីគេអញ្ចឹងកន្លែងហ្នឹងអ្នកគ្រូបំពេញថារំពុះអញ្ចឹងវាកើតមានឡើងនៅពេលដែលអង្គធាតុរាវផ្លាញទៅជាឧស្ម័នតើបានទេប៉ុណ្ណឹងចំណុចបន្ទាប់ទៀតអញ្ចឹងរូបភាពមួយនេះក៏អ្នកគ្រូបានបង្ហាញដែរណារូបភាពបន្ទាប់ទៀតហ្នឹងមានន័យថាគេយកចានមួយឬក៏យកក្លាំមួយដាក់ទឹកទៅគេទុកវាចោលនៅហាលថ្ងៃយូរទៅយើងនឹងឃើញទឹកហ្នឹងវាចាប់ផ្ដើមហាលអស់ឬក៏ហួតអស់អញ្ចឹងលំនាំបែបហ្នឹងយើងឲ្យឈ្មោះថាអីគេអញ្ចឹងអ្នកគ្រូជឿថាបងប្អូនទាំងអស់គ្នាអាចបំពេញបានហើយវាអត់មានអីពិបាកទេអញ្ចឹងត្រង់ចម្លើយក៏អ្នកគ្រូសុំបំពេញថារំហួតហេតុអីបានយើងនិយាយថារំហួតពីព្រោះអីរំហួតនេះវាកើតមានតែលើផ្ទៃនៃអង្គធាតុរាវតែប៉ុណ្ណោះតើបានទេអូនឡើយហ្នឹងអញ្ចឹងសម្រាប់សំណួរទី1អ្នកគ្រូមានប៉ុណ្ណឹងតើបងប្អូនទាំងអស់គ្នាមានចម្ងល់ឬអត់ប្រសិនបើអត់មានចម្ងល់ទេយើងទៅចំណុចបន្ទាប់មួយទៀតតទៅជាមួយនឹងសំណួរទី2អញ្ចឹងសំណួរទី2របស់យើងគេឲ្យយើងបង្ហាញពីភាពខុសគ្នារបស់រំពុះនិងរំហួតតើវាខុសគ្នាមិនបើសិនបើយើងនិយាយអំពីរំពុះបងប្អូនទាំងអស់គ្នាដឹងហើយណោះអញ្ចឹងរំពុះគេអនុវត្តបានទៅលើអង្គធាតុរាវវានឹងផ្លែងទៅជាឧស្ម័នអាហ្នឹងយើងឲ្យឈ្មោះថារំពុះហើយអញ្ចឹងឧទាហរណ៍ដូចជាយើងកំពុងដាំទឹកអញ្ចឹងយើងយកទឹកធម្មតាយកទៅដាំឲ្យពុះអញ្ចឹងវាផ្លែងទៅជាឧស្ម័នហ្នឹងហើយយើងឲ្យឈ្មោះថាចំណុចរំពុះតើបានទេប៉ុណ្ណឹងអញ្ចឹងចំណុចរំពុះហ្នឹងវាមានចំណុចរំពុះច្បាស់លាស់ហ่ะម្យ៉ាងវិញទៀតវាកើតមាននៅក្នុងវត្ថុរាវយើងអាចយកវត្ថុរឹងទៅដាំឲ្យពុះបានទេតើបានទេអញ្ចឹងឡើយហ្នឹងបងប្អូនរៀនសង្កេតមើលណាថាតើនៅពេលដែលយើងដាំទឹកហ្នឹងមានបាតុភូតអីគេកើតឡើងអញ្ចឹងយើងនឹងយល់ពីអ្វីដែលអ្នកគ្រូបង្ហាញហើយនៅពេលដែលយើងដាំទឹកហ្នឹងយើងសង្កេតមើលទៅយើងឃើញមានចំហាយហើយមានពពុះទឹកតូចៗហ្នឹងមានន័យថាទឹកកំពុងតែត្រូវទទួលរងនៅកម្ដៅហើយតើបានទេអូនឡើយហ្នឹងអញ្ចឹងសម្រាប់រំពុះមានកន្លែងណាឆ្ងល់ទេបើសិនបើអត់មានទេអ្នកគ្រូសុំទៅចំណុចបន្ទាប់មួយទៀតដែលយើងប្រៀបធៀបអំពីរំហួតអញ្ចឹងរំហួតដោយដែលអ្នកគ្រូបាននិយាយពីខាងដើមអញ្ចឹងយើងមិនមែនយកទឹកហ្នឹងទៅដាំឲ្យពុះទេមានន័យថាទឹកធម្មតាហ្នឹងយើងគ្រាន់តែទុកវាចោលទៅវានឹងហួតអស់បដាទៅហើយប៉ុន្តែមិនមែនមានន័យថាវាកើតឡើងភ្លាមដាក់ភ្លាមយើងឃើញលទ្ធផលភ្លាមអត់ទេវាប្រើរយៈពេលយូរអត់ដូចរំពុះទេតើបានទេអូនឡើយហ្នឹងអញ្ចឹងហើយបានជាគេនិយាយថាអង្គធាតុរាវហ្នឹងវាផ្លែងទៅជាឧស្ម័នមុនពេលដែលវាហ្នឹងចាប់ផ្ដើមពុះហើយដោយអ្នកគ្រូបញ្ជាក់អញ្ចឹងវាចាយពេលយូរមែនទេវាស្ទើរតែអត់កើតមានទេមានន័យថាយើងប្រើពេលយូរទៅយើងឃើញលទ្ធផលតើបានទេអូនឡើយហ្នឹងហើយវាកើតមានតែលើផ្ទៃនៃអង្គធាតុរាវទេមិនត្រឹមតែប៉ុណ្ណឹងណាវាកើតមានយឺតបំផុតដោយអ្នកគ្រូបញ្ជាក់អញ្ចឹងដោយសារគេប្រើពេលយូរគេចង់ដឹងអញ្ចឹងគេយកទឹកហ្នឹងទៅដាំឲ្យពុះតែម្ដងទៅប៉ុន្តែទាំងអស់គ្នាត្រូវដឹងថាលំនាំដែលអង្គធាតុរាវផ្លែងទៅជាចំហាយមុនពេលដែលយើងយកវាទៅដាំឲ្យពុះហ្នឹងយើងឲ្យឈ្មោះថារំហួតយល់បានទេប៉ុណ្ណឹងអញ្ចឹងបើយល់ហើយអ្នកគ្រូសុំទៅចំណុចបន្ទាប់តិចទៀតណោះអញ្ចឹងចំណុចបន្ទាប់តិចទៀតគឺយើងនិយាយអំពីចំណុចទី2តកតងជាមួយនឹងការបំលែងភាពរូបរបស់ទឹកអញ្ចឹងទាំងអស់គ្នាត្រូវដឹងថារូបធាតុទាំងអស់ណាវាអាចបដូរភាពរូបមួយទៅភាពរូបមួយទៀតបាននៅសីតុណ្ហភាពជាក់លាក់ឬក៏សីតុណ្ហភាពរបស់វាតែងតែប្រែប្រួលអ្នកគ្រូឧទាហរណ៍ដូចជាទឹកកកណានិងទឹកធម្មតាជាមួយនឹងទឹកដែលកំពុងពុះអញ្ចឹងឃើញសីតុណ្ហភាពរបស់វា
ពីហ្នឹងគឺវាអត់ដូចគ្នាទឹកកកសីតុណ្ហភាព0អង្សាទឹកធម្មតាសីតុណ្ហភាពរបស់វា0អង្សាដូចគ្នាចំណែកឯទឹកដែលកំពុងពុះសីតុណ្ហភាពរបស់វារហូតដល់100អង្សាតន់បានទេប៉ុណ្ណឹងអញ្ចឹងភាពរូបរបស់វាគឺវាតែងតែផ្លាស់ប្ដូរពីភាពរូបមួយទៅភាពរូបមួយផ្សេងទៀតเนาะដែលមានសីតុណ្ហភាពរបស់វាជាក់លាក់អញ្ចឹងយើងទៅមើលចំណុចបន្ទាប់តិចទៀតទៅតើតើជាមួយនឹងសំណួររបស់យើងណាអញ្ចឹងនៅពេលដែលយើងនិយាយអំពីទឹកអញ្ចឹងទាំងអស់គ្នាតែងតែឆ្ងល់ហើយគេថាទឹកនៅក្នុងឆ្នាំងមួយណាត្រូវបានដុតកម្ដៅរហូតដល់ចំហាយវាភាយឡើងនៅផ្ទៃខាងលើរបស់ទឹកដូចរូបភាពដែលអ្នកគ្រូបង្ហាញនឹងអញ្ចឹងសំណួរសួរថាតើមានអ្វីកើតឡើងឬក៏បាតុភូតដែលវាកើតមានឡើងហ្នឹងគេហៅថាអីគេសំណួរមានសំទោសចម្លើយមាន3គឺមានរំហួតរំពុះនិងរំហាលតើវាកើតឡើងហ្នឹងកើតឡើង3ហ្នឹងតើមួយណាដែលបងប្អូនទាំងអស់គ្នាគិតថាត្រឹមត្រូវព្រោះជាធម្មតានៅពេលដែលយើងដាំទឹកយើងនឹងឃើញមានចំហាយទឹកចេញមកហើយត្រូវទេទាំងអស់គ្នាអញ្ចឹងបើវាមានចំហាយទឹកបែបហ្នឹងតើគេហៅថាអីអញ្ចឹងយើងទៅមើលអំពីចម្លើយជាមួយអ្នកគ្រូអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺរំពុះទោះបីវាមានចំហាយចេញមកពីផ្ទៃទឹកក៏ដោយប៉ុន្តែវាកើតឡើងដោយការដុតកម្ដៅតើនេះដុតកម្ដៅទឹកឲ្យពុះនៅសីតុណ្ហភាព100អង្សាចឹងលំនាំហ្នឹងយើងឲ្យឈ្មោះថារំពុះតើនេះទាំងអស់គ្នាចឹងបើតន់ហើយយើងទៅមើលអំពីចំណុចបន្ទាប់តិចទៀតเนาะចឹងដូចគ្នាដែរចឹងបើបងប្អូនទាំងអស់គ្នាចាំអីដែលអ្នកគ្រូបានបង្ហាញមុនហ្នឹងបងប្អូនអាចឆ្លើយត្រូវហើយចឹងគេថាចំហាយទឹកត្រូវបានភាយចេញពីផ្ទៃទឹកទន្លេណាភាយចេញពីផ្ទៃទឹកទន្លេនិងសមុទ្រចូលទៅក្នុងខ្យល់គេសួរយើងទៀតគេថាតើមានបាតុភូតអ្វីដែលកើតឡើងចឹងមាន3ដូចគ្នាណាចម្លើយដែលអ្នកគ្រូឲ្យបងប្អូនទាំងអស់គ្នាជ្រើសរើសទី1មានរំហួតរំពុះនិងរំហាលតើមួយណាដែលបងប្អូនទាំងអស់គ្នាគិតថាជាចម្លើយត្រឹមត្រូវដែលយើងបានជ្រើសរើសចឹងបើសិនបើមានចម្លើយនៅក្នុងចិត្តរួចហើយអ្នកគ្រូសូមបង្ហាញតែម្ដងដើម្បីឲ្យបងប្អូនទាំងអស់គ្នាអាចផ្ទៀងផ្ទាត់បានអញ្ចឹងបើសិនបើយើងមើលចម្លើយណាចឹងលំនាំបែបហ្នឹងវាកើតទៅលើផ្ទៃនៃអង្គធាតុរាវដោយមិនឆ្លងកាត់រំពុះទេអញ្ចឹងយើងឲ្យឈ្មោះថារំហួតតន់បានទេប៉ុណ្ណឹងអញ្ចឹងសម្រាប់សំណួរនេះបងប្អូនមានចម្ងល់ត្រង់ណាទេបើសិនបើអត់មានទេអ្នកគ្រូសុំទៅចំណុចបន្ទាប់តិចទៀតអញ្ចឹងចំណុចបន្ទាប់តិចទៀតគឺជារូបដុំទឹកកកណាអញ្ចឹងសំណួររបស់យើងគេសួរថាទឹកប្រែទៅជាកកណានៅពេលដាក់ក្នុងទូទឹកកកតើទឹករងបាតុភូតអ្វីចឹងមាន3ដូចគ្នារំហួតកំណករំហាលចឹងមួយណាដែលបងប្អូនទាំងអស់គ្នាគិតថាជាចម្លើយត្រឹមត្រូវពីព្រោះអីទឹកយើងជាធម្មតាវាអត់តន់កកអីទៅទេចឹងនៅពេលដែលយើងយកវាទៅដាក់នៅក្នុងទូទឹកកកទឹកហ្នឹងប្រែទៅជាកកចឹងគេសួរថាវារងលំនាំអីគេអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ដឹងថាវារងលំនាំអីគេសាកយកទៅដាក់មើលសិនចឹងអ្នកគ្រូជឿថាបងប្អូនទាំងអស់គ្នាមានចម្លើយនៅក្នុងចិត្តហើយប៉ុន្តែដើម្បីឲ្យកាន់តែច្បាស់ថាបងប្អូនទាំងអស់គ្នាឆ្លើយខុសឬត្រូវយើងទៅមើលចម្លើយជាមួយអ្នកគ្រូដែលចម្លើយដែលត្រឹមត្រូវនោះមានន័យថាកំណកមានន័យថាអង្គធាតុរាវផ្លែងទៅជាអង្គធាតុរឹងឧទាហរណ៍ដូចជាទឹកអញ្ចឹងវាកកនៅសីតុណ្ហភាព0អង្សានៅក្នុងទូទឹកកកតន់បានទេចឹងហើយបានជាទឹកដែលយើងទឹកធម្មតាដែលយើងយកទៅដាក់នៅក្នុងទូកកហ្នឹងមកស្ទុះក្រោយមកវាคล้ายទៅជាទឹកកកដែលយើងអាចយកមកប្រើបានតន់បានទេអូនប៉ុណ្ណឹងអញ្ចឹងសម្រាប់មេរៀនរបស់យើងខ្លឹមសាររបស់យើងណាដែលអ្នកគ្រូបង្ហាញអំពីចំណុចកំណករំហួតរំហាលអីហ្នឹងអ្នកគ្រូជឿថាបងប្អូនទាំងអស់គ្នាតាមតន់ទាំងអស់គ្នាហើយប៉ុន្តែប្រសិនបើមានចម្ងល់ត្រង់កន្លែងណាបងប្អូនទាំងអស់គ្នាអាចសួរបានអញ្ចឹងមេរៀនរបស់យើងក៏បានដល់ទីបញ្ចប់ហើយតែមុននឹងបញ្ចប់អ្នកគ្រូក៏មានខ្លឹមសារសង្ខេបមួយចំនួនដើម្បីសង្ខេបជូនបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នានៅពេលនេះមេរៀនទី1របស់យើងបានឈានចូលដល់ទីបញ្ចប់ហើយអ្នកគ្រូអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សូមបងប្អូនទាំងអស់គ្នាថែរក្សាសុខភាពឲ្យបានល្អយើងនឹងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងមេរៀនបន្តទៀតសូមអរគុណសូមជម្រាបលា